ពីពណ៌សិល្បៈស្នាដៃនិងអនាគតចង់ដឹងអត្ថន័យខ្លឹមសារយ៉ាងណាគ្រប់អញ្ជើញទូទស្សនិកជនតាមដានទស្សនាពីកម្មវិធីយើងដូចតទៅបានជាខ្ញុំរៀបចំកម្មវិធីលីឡើងខ្ញុំចង់ឲ្យសិល្បៈខ្មែរយើងជ្រួលជ្រាបហើយនឹងយុវជនខ្មែរសម័យឥឡូវឲ្យយល់ជ្រាបអំពីសិល្បៈខ្មែរបាទដូចជារបាំល្ខោនចម្រៀងវាលក្ខណៈប្រពៃណីរបស់ខ្មែរក្រុមសម្ដែងមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមកពីសាលាមធ្យមវិចិត្រសិល្បៈនិងមកពីកុមារបាសាក់ហើយនឹងក្រុមសម្ដែងមកពីខាងអង្គការសង្គ្រោះកុមារបរិយបាក់ខែងនិងក្រុមសម្ដែងនានាផ្សេងទៀតការទីនេះព្រោះចង់លើកស្ទួយនៅវប្បធម៌ខ្មែរលើកស្ទួយសិល្បៈខ្មែរឲ្យរីកចម្រើននិងឲ្យខ្ញុំស្រឡាញ់អាខាងហ្នឹងស្រឡាញ់សិល្បៈខ្មែរពីព្រោះខ្ញុំចង់ជួយលើកស្ទួយសិល្បៈខ្មែរហើយនឹងចង់ឲ្យជនរួមជាតិទាំងអស់គ្នាទទួលស្គាល់នៅសិល្បៈខ្មែរជួយគ្រប់គ្រងនៅសិល្បៈខ្មែរទាំងអស់គ្នាហើយខ្ញុំចង់ចូលរួមនៅកម្មវិធីថ្ងៃនេះព្រោះខ្ញុំចង់លើកស្ទួយវប្បធម៌ជាតិហើយនឹងចង់យល់ដល់កាន់ច្បាស់អំពីសិល្បៈនិងរបាំវប្បធម៌ជាតិដែលមានតាំងពីយូរលង់ណាស់មកហើយបានជាខ្ញុំចង់ចូលរួមការតាំងពណ៌ស្នាដៃនៅអនាគតលើកទី3នេះព្រោះខ្ញុំចង់ឲ្យយុវជនខ្មែរយល់ដឹងពីវប្បធម៌ខ្មែរដែលកំពុងតែធ្លាក់ចុះទៅបែរមកតែគ្រប់គ្រងវប្បធម៌បរទេសមកគ្រប់គ្រងវប្បធម៌ខ្មែរវិញការសម្ដែងដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺរបាំអប្សរាព្រោះដងខ្ញុំធ្លាប់ឃើញតែគេរាំ3នាក់ឬ4នាក់តែលើនេះមានចំនួន7នាក់ដែលខ្ញុំអត់ធ្លាប់ឃើញមានហើយជារបាំមួយដែលខ្ញុំចាប់អារម្មណ៍តាំងពីដើមមកតែម្ដងក្នុងការសម្ដែងទាំងអស់នេះគឺខ្ញុំចាប់អារម្មណ៍ជាងគេនៅក្នុងការសម្ដែងក្បាច់របាំខ្មែរដែលមានភាពទន់ភ្លន់សមនឹងជាអត្តចរិតរបស់ខ្មែរតែម្ដងការសម្ដែងខ្ញុំចង់ទស្សនាផងនោះគឺជារបបកតារបាំក្រមាហើយរបាំអប្សរា
រៀបចំបានកម្មវិធីនេះមួយយើងត្រូវការតាក់ទងនឹងការគ្រប់គ្រងតាមក្រុមនីមួយៗនឹងការដូចថាបើក្នុងនាមខ្ញុំជាអ្នកដឹកនាំសិល្បៈត្រូវការរកមនុស្សមហាត់ការសម្ដែងក្រុមការងារផ្នែកសិល្បៈនានាឲ្យមកចូលរួមសម្ដែងក្នុងកម្មវិធីពិព័រណ៍នេះការសម្ដែងនេះមានផលវិបាកដែរព្រោះអីយើងជាមនុស្សប្រុសហើយមកពាក់ស្បែកជើងកែងស្អាតជាងនេះដល់យុវជនទាំងអស់សូមឲ្យជួយគ្រប់គ្រងនឹងវប្បធម៌ខ្មែរកុំលើកតាមវប្បធម៌បរទេសខ្លាំងពេកខ្ញុំមានចំណាប់អារម្មណ៍ថាចង់ឲ្យយុវជនយើងចេះជួយស្រឡាញ់វប្បធម៌រក្សាវប្បធម៌ឲ្យល្អកុំភ្លើនឹងវប្បធម៌បរទេសដែលវាធ្វើឲ្យបាត់បង់វប្បធម៌ជាតិដាច់សញ្ញាណជាតិខ្ញុំចង់ឲ្យមានការប្រព្រឹត្តកម្មវិធីនេះឡើងនៅក្នុងមួយឆ្នាំយ៉ាងហោចណាស់ឲ្យបាន2ដងសម្រាប់ខ្ញុំគឺវាជាសារៈសំខាន់ព្រោះខ្ញុំបានស្គាល់អត្តសញ្ញាណជាតិខ្មែរតាមរយៈរបាំអប្សរារបស់ខ្មែរនិងរបាំបរទេសទៀតយុវជននិងយុវតីខ្មែរសូមឲ្យងាកមករកសិល្បៈវប្បធម៌ខ្មែរយើងឲ្យបានច្រើនក៏នឹងគ្រប់គ្រងកម្មវិធីសិល្បៈនេះឡើងវគ្គបទយូកាពិសេសប្រចាំថ្ងៃបានឈានមកដល់ទីបញ្ចប់ប៉ុន្តែពីកម្មវិធីយើងទាំងមូលគឺមិនទាន់បានបញ្ចប់ទេយើងនឹងមានវគ្គក្រោយមួយវគ្គទៀតដែលលោកសារ៉ាត់នឹងជំរាបជូនលោកអ្នកនៅព័ត៌មានផ្លែផ្លែនេះខ្ញុំនឹងជំរាបជូននៅលើចំណេះដឹងប្រចាំថ្ងៃសុទ្ធសឹងតកតងទៅនឹងការថែរក្សាសុខភាពនិងសម្រស់តែសម្រាប់វគ្គនេះសូមអនុញ្ញាតសម្រាប់មួយផ្លែសិនដើម្បីជួបនៅម្ចាស់ឧបត្ថម្ភនៃកម្មវិធីការផ្សាយផ្ទាល់កម្មវិធី ANN ដែលយើងបានផ្សាយតាំងពីម៉ោង 12:30 នាទីមកម្លេះហើយនេះគឺជាវគ្គចុងក្រោយនៃកម្មវិធីដោយនៅក្នុងវគ្គនេះខ្ញុំបានមានព័ត៌មានផ្លែកមួយគឺពាក់ព័ន្ធទៅនឹងលោកខែពេញវង្សដែលមានពណ៌ក្រហមនៅក្នុងប្រទេសចិនកាលពីយប់ថ្ងៃសៅរ៍កន្លងទៅជាយប់ដែលប្រច័ណ្ឌពេញវង្សមនុស្សជាច្រើនបានឃើញទស្សនវិជ្ជានេះសូម្បីតែនៅក្នុងប្រទេសកម្ពុជារបស់យើងក៏ឃើញផងដែរប៉ុន្តែអ្វីដែលចម្លែកនោះគឺនៅក្នុងប្រទេសចិនទីក្រុងសៀងហៃបែរជាមានទស្សនវិជ្ជាចម្លែកដែលមិនងាយនឹងប្រទះនោះគឺលោកខែដែលពេញវង្សនោះគឺមានពណ៌ក្រហមទៅវិញបើតាមព័ត៌មានសៀងហៃបានដាក់ឈ្មោះលោកខែនេះថាឈាមក្រហមលោកខែពណ៌ក្រហមនេះបានបង្ហាញឲ្យឃើញត្រឹមតែ12នាទីតែប៉ុណ្ណោះនេះគឺជារយៈពេលដែលលោកខែរះនៅពេញវង្សខ្លីជាងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសចិនអំឡុងរយៈពេល134ឆ្នាំកន្លងមកនេះទស្សនវិជ្ជាលោកខែពេញវង្សនឹងកើតមានម្ដងទៀតនៅក្នុងប្រទេសចិននាថ្ងៃទី31ខែមករាឆ្នាំ2018បើយោងតាមការព្យាករណ៍ទុកចាប់បញ្ចប់ពីព័ត៌មានផ្លែកនាងខ្ញុំបន្តជំរាបជូនលោកអ្នកនៅកលឹកចំណេះដឹងប្រចាំថ្ងៃនេះតកតងទៅនឹងអត្ថប្រយោជន៍របស់ពេញប៉ោះនិងផ្លែឪឡឹកពេញប៉ោះនិងឪឡឹកជួយផ្ដល់នូវជាតិទឹកនិងកាត់បន្ថយកម្ដៅក្នុងរាងកាយដោយសារតែរដូវនេះជារដូវក្តៅធ្វើឲ្យអ្នកមានសភាពពិបាកនឹងដើរចេញទៅខាងក្រៅនៅពេលដែលមានថ្ងៃខ្លាំងហើយវាក៏បានធ្វើឲ្យរាងកាយរបស់អ្នកមានកម្ដៅជាងរដូវធម្មតាប៉ុន្តែអ្នកក៏អាចកាត់បន្ថយកម្ដៅតាមរយៈការបរិភោគផ្លែពេញប៉ោះនិងផ្លែឪឡឹកបានផងដែរទី1គឺផ្លែពេញប៉ោះតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថាពេញប៉ោះបានផ្ទុកនៅជាតិទឹកដល់ទៅ 94.5% និងមានផ្ទុកនៅសូដ្យូមមួយចំនួនទៀតផងពេញប៉ោះត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើជាគ្រឿងបន្ថែមទៅលើម្ហូបដែលឆ្អិនស្រាប់ដូចជា pizza, burger និងសាំងវិចជាដើមអាហារប្រភេទនេះជាអាហារដែលខ្សោះនៅជីជាតិដូចនេះហើយគេប្រើផ្លែពេញប៉ោះដើម្បីបន្ថែមនៅជាតិទឹកដល់អាហារទាំងនេះម្យ៉ាងវិញទៀតមិនត្រឹមតែពេញប៉ោះនោះឡើយវាក៏បានបន្ថែមនៅសាឡាត់និងគ្រឿងផ្សេងៗទៀតផងទី2ផ្លែឪឡឹកត្រូវបានគេបង្ហាញថាវាបានផ្ដល់នៅកម្រិតជាតិទឹក 91.5% ម្យ៉ាងវិញទៀតវាក៏បានជួយប្រយុទ្ធប្រឆាំងពីអុកស៊ីតកម្មនិងរោគមហារីកបានទៀតផង
សម្រាប់រដូវក្តៅនេះផ្លែអាឡឹកអាចជួយកាត់បន្ថយកម្ដៅក្នុងរាងកាយរបស់អ្នកបានមួយចំនួនផងដែរ បាទប្រិមត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីការផ្សាយផ្ទាល់រយៈពេល1ម៉ោងសម្រាប់ថ្ងៃច័ន្ទដើមសប្តាហ៍នេះពីកម្មវិធី ANN ក៏បានជាមកដល់ទីបញ្ចប់ផងដែរក៏ប៉ុន្តែជាចុងក្រោយយើងខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកអ្នកដែលបានចំណាយពេលវេលាដ៏មានតម្លៃទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ចប់ក៏ដូចជាអរគុណសម្រាប់លោកអ្នកដែលតែងតែនិយមទស្សនារាល់ការផ្សាយរបស់កម្មវិធីបណ្ដាញព័ត៌មានអប្សរា ANN ហើយខ្ញុំបាទសូមបញ្ជាក់ជូនជាថ្មីប្រសិនបើជាលោកនាងខកខានមិនបានទស្សនាការផ្សាយផ្ទាល់មួយនេះឬក៏លោកនាងចង់ទស្សនាការផ្សាយផ្ទាល់មួយនេះឡើងវិញឬក៏ការផ្សាយផ្ទាល់កន្លងទៅឡើងវិញផងដែរលោកនាងអាចជើញចូលទៅកាន់គេហទំព័ររបស់យើងខ្ញុំដែលមានអាស័យដ្ឋាន www.ann.com.kh ហើយនៅក្នុងគេហទំព័រមួយនេះក៏មាននៅព័ត៌មានសម្បូរបែបច្រើនទៀតសម្រាប់ប្រិយមិត្តអ្នកអានផងដែរដែលមានទាំងក្នុងនិងក្រៅប្រទេសជាពិសេសគឺព័ត៌មានទាន់ហេតុការណ៍ហើយចុងក្រោយបាទកញ្ញារ៉េងសីមានអ្វីថ្លែងអំណរគុណបាទចាសូមថ្លែងអរគុណទៅដល់ម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់ដែលតែងតែឧបត្ថម្ភគាំទ្រដល់កម្មវិធី ANN ឲ្យបានដំណើរការដល់សប្តាហ៍នេះហើយយើងខ្ញុំទាំងពីរនាក់ក៏សូមខន្តីអភ័យទោសនៅរកកំហុសឆ្គងកើតមានដែលចេតនាណាមួយក្នុងការអធិប្បាយជូនយើងនឹងមកជួបគ្នានៅថ្ងៃស្អែកតាមពេលវេលានឹងម៉ោងដដែលសម្រាប់ពេលនេះនាងខ្ញុំសៃរឹងសៃនិងលោកលុនសរ៉ាត់សូមអរគុណសូមគោរពលា